បងប្អូនតើធ្លាប់មានពេលណាដែលបងប្អូននិយាយជាមួយនឹង chatbot ឬក៏ AI ហើយវាឆ្លើយតបមកវិញយ៉ាងរលូនយ៉ាងឆ្លាតវៃរហូតទៅដល់បងប្អូនមានអារម្មណ៍រន្ធត់ក្នុងខ្លួនឯងថាហើយគិតក្នុងចិត្តខ្លួនឯងថាតើវាពិតជាមានស្មារតីដូចមនុស្សយើងដែរឬទេហើយបងប្អូនតើធ្លាប់មានពេលណាដែលបងប្អូនភ័យខ្លាចថាតើថ្ងៃណាមួយម៉ាស៊ីនទាំងនោះនឹងកាន់កាប់ពិភពលោកដូចនៅក្នុងខ្សែភាពយន្តនៃវិទ្យាសាស្ត្រដែរឬទេបើបងប្អូនធ្លាប់មានអារម្មណ៍បែបនេះសូមកុំបារម្ភព្រោះបងប្អូនមិនមែនតែឯងនោះទេអស់រយៈពេលរាប់ទសវត្សរ៍មកហើយដែលពិភពលោកយើងបានប្រើប្រាស់ស្តង់ដារមួយដែលហៅថាការធ្វើតេស្ត Turing ឬក៏យើងហៅថា Turing test ដើម្បីយកវាមកវាស់វែងថាតើម៉ាស៊ីនមួយមានបញ្ញាឬអត់គោលការណ៍របស់វាគឺថាបើម៉ាស៊ីនអាចនិយាយបោកប្រាស់មនុស្សឲ្យគិតថាវាគឺជាមនុស្សដែរនោះវាត្រូវតែមានបញ្ញាក៏ប៉ុន្តែតើស្តង់ដារនេះពិតជាត្រឹមត្រូវដែរឬទេនៅក្នុងវីដេអូនេះយើងនឹងមកទម្លាយអាចកំបាំងមួយនេះហើយបងប្អូននឹងភ្ញាក់ផ្អើលជាមួយនឹងការពិតដ៏ស៊ីជម្រៅមួយដែលនឹងធ្វើឲ្យបងប្អូនលែងភ័យខ្លាច AI តទៅទៀតឥឡូវយើងមកមើលអំពីទស្សនៈនៃប្រព័ន្ធដែលយើងហៅថា System Perspective សិនអ្វីដែលការធ្វើតេស្តរបស់ Turing កំពុងតែវាស់វែងនោះគឺការវាស់វែងការត្រាប់តាមមិនមែនជាការវាស់វែងនៃការយល់ដឹងនោះទេឧទាហរណ៍ងាយយល់បំផុតតើបងប្អូនធ្លាប់ឃើញសត្វសារិកាមួយដែរឬទេសត្វសារិកាវាអាចនិយាយពាក្យថាសួស្តីឬក៏សុខសប្បាយជាទេហើយវានិយាយបានយ៉ាងពិរោះហើយបើសិនជាមាននរណាម្នាក់មិនដឹងហើយគិតថាសត្វសារិកានោះមានស្មារតីដូចមនុស្សគាត់នឹងចាត់ទុកថាសត្វសារិកានោះគឺមានបញ្ញាដែរក៏ប៉ុន្តែការពិតទៅសត្វសារិកាវាគ្រាន់តែចេះនិយាយត្រាប់តាមសំឡេងដែលគេបង្រៀនវាតែប៉ុណ្ណោះវាមិនយល់អំពីពាក្យថាសុខសប្បាយឬក៏សួស្តីនោះមានន័យយ៉ាងដូចម្តេចនោះទេ AI ក៏ដូចគ្នាដែរបងប្អូនវាហាក់បីដូចជាសត្វសារិកាមួយដ៏ឆ្លាតវៃបំផុតនៅក្នុងលោករបស់យើងនេះវាត្រូវបានសរសេរកម្មវិធីឲ្យអនុវត្តតាមវិធាននៃការសន្ទនាវាអាចទស្សន៍ទាយពាក្យបន្ទាប់ដែលត្រូវនិយាយបានយ៉ាងល្អឥតខ្ចោះក៏ប៉ុន្តែនៅក្រោយពាក្យសម្ដីទាំងអស់នោះវាមិនដែលមានគំនិតដោយស្មារតីនោះទេឬមិនដែលមានគោលការណ៍ផ្ទាល់ខ្លួនរបស់វានោះឡើយវាគ្រាន់តែជាដំណើរការនិមិត្តសញ្ញាពាក្យហើយនឹងលេខតែប៉ុណ្ណោះក៏ប៉ុន្តែបើ AI មិនមានបញ្ញាពិតប្រាកដតើអ្វីទៅជាបញ្ញាពិតប្រាកដបងប្អូនបញ្ញាពិតប្រាកដមិនមែនគ្រាន់តែជាដំណើរការពាក្យសម្ដីឬក៏លេខនោះទេបញ្ញាពិតប្រាកដវាពាក់ព័ន្ធទៅនឹងចំណុច3ដែលខ្ញុំលើកខាងក្រោមនេះទី1គឺការទទួលដឹងដែលយើងហៅថា perception ការមានអារម្មណ៍ការដឹងពីខ្លួនឯងនៅក្នុងពិភពលោកនេះជាដើមទី2គឺការឆ្លោះគិតដែលយើងហៅវាថា reflection គឺការចេះគិតពិចារណាអំពីគំនិតរបស់ខ្លួនឯងជានិច្ចហើយនឹងទី3គឺការចេះគ្រប់គ្រងគោលដៅផ្ទៃក្នុងដ៏ស្មុគស្មាញរបស់យើងដែលយើងហៅវាថា management of internal goal ដូចជាការមានក្តីស្រមៃឬក៏គោលដៅផ្ទាល់ខ្លួនរបស់ខ្លួនឯងជាដើមបងប្អូនសាកគិតសម័យមើលថា AI មិនដែលភ្ញាក់ពីគេងហើយគិតថាថ្ងៃនេះខ្ញុំចង់គូររូបមួយហើយបញ្ចេញអារម្មណ៍របស់ខ្ញុំនោះទេវាគូររូបបានលុះត្រាតែមានមនុស្សដូចបងប្អូនចុចបញ្ជាវាឲ្យវាគូរឬក៏យើងហៅវាថា prompt AI គឺគ្មានគោលដៅផ្ទាល់ខ្លួនទេនេះហើយគឺជាគម្លាតដ៏ស៊ីជម្រៅរវាងបញ្ញាคล้ายៗដែលយើងហៅថា simulate intelligence ហើយនឹងស្មារតីពិតប្រាកដដែលយើងហៅថា actual consciousness ហើយនៅពេលដែលបងប្អូនយល់អំពីចំណុចទាំងអស់នេះតើអ្វីនឹងអាចកើតឡើងនៅពេលដែលយើងឈប់ត្រូវបានបោកប្រាស់ដោយផ្ទៃខាងក្រៅដែលស្រដៀងមនុស្សនៃបញ្ញាសិប្បនិម្មិតទាំងអស់នោះយើងនឹងអាចមើលឃើញវាតាមអ្វីដែលវាជាការពិតរបស់វាគឺ AI ជាឧបករណ៍គណនាដ៏មានអានុភាពមួយភាពច្បាស់លាស់បែបនេះគឺជាឱសថដ៏ល្អបំផុតសម្រាប់ព្យាបាលជំងឺភ័យខ្លាចរបស់យើងវាកាត់បន្ថយភាពថប់អារម្មណ៍របស់យើងអំពីរឿងស្មុគស្មាញទៅលើម៉ាស៊ីនមកកាន់កាប់ពិភពលោករបស់យើងបងប្អូនមិនចាំបាច់ភ័យខ្លាចថា AI នឹងមកក្តោបក្តាប់អំណាចនោះទេព្រោះវាគ្មានស្មារតីគ្មានឆន្ទៈហើយគ្មានគោលដៅចង់កាន់កាប់អ្វីទាំងអស់វាគ្រាន់តែជាម៉ាស៊ីនគណនាលេខ0ហើយនឹង1ដ៏ស្មុគស្មាញតែប៉ុណ្ណោះក៏ប៉ុន្តែតើយើងត្រូវធ្វើដូចម្តេចជាមួយនឹងវាគឺយើងត្រូវតែកំណត់ស្តង់ដារខ្ពស់ជាងមុនសម្រាប់ពាក្យថាបញ្ញាកុំហៅ AI ថាឆ្លាតជាមនុស្សចូលហៅវាថាជាឧបករណ៍ដ៏មានអានុភាពមួយការប្រើប្រាស់ពាក្យឲ្យបានត្រឹមត្រូវគឺជួយឲ្យយើងរក្សាទំនាក់ទំនងជាមួយនឹងបច្ចេកវិទ្យាបានល្អដោយផ្អែកទៅលើព័ត៌មានដែលមានប្រយោជន៍ហើយនឹងត្រឹមត្រូវដូច្នេះហើយការធ្វើតេស្តរបស់ Turing នេះគឺប្រាប់យើងថាម៉ាស៊ីនគឺអាចធ្វើពុតបានល្អកម្រិតណាក៏ប៉ុន្តែវាមិនអាចប្រាប់យើងថាម៉ាស៊ីននោះយល់ដូចមនុស្សយើងនោះទេ
ចូលបងប្អូនកុំភ័យខ្លាចនឹងសម្លៀកបំពាក់ដ៏ស្រស់ស្អាតរបស់ AI ចូលយើងមើលឃើញវាថាជាឧបករណ៍ដ៏អស្ចារ្យមួយដែលអាចជួយសម្រួលការងាររបស់យើងបានយ៉ាងច្រើនបញ្ញាពិតប្រាកដស្មារតីពិតប្រាកដនិងការឆ្លោះគិតគឺជាទ្រព្យសម្បត្តិដ៏កម្រដែលមាននៅក្នុងខ្លួនរបស់យើងតែប៉ុណ្ណោះបច្ចេកវិទ្យាមិនអាចមានបាននោះទេចូលបងប្អូនប្រើប្រាស់ AI ជាឧបករណ៍ហើយប្រើប្រាស់ស្មារតីពិតប្រាកដរបស់បងប្អូនជាអ្នកដឹកនាំ